យកយ៉ាងណាដែរចំពោះការប្រកួតរបស់ក្រុមបិសាចក្រហម Manchester United និង Arsenal កាលពីយប់មិញផងដែរបងប្អូនបាទយប់មិញនេះបងប្អូនបាទអេមណាស់ Man U ពិតជាធ្វើបានល្អណាស់ការគ្រប់គ្រងបាទបាល់ទាំងការពារទាំងប្រយុទ្ធពិសេសអ្នកចាំទីបាទឡាម៉ាន់ក៏ល្អផងដែរបងប្អូនបាទហើយយប់មិញបាទលទ្ធផល2-3ធ្វើឲ្យ Manchester United បំបែកប្រមាន់បាទរបស់ Arsenal បាទក្រោមធ្វើជើងយប់មិញពិតជាធ្វើបានល្អណាស់បាទបានយកឈ្នះទៅលើ Arsenal លទ្ធផល2-3ផងដែរបងប្អូនបាទហើយបើនិយាយពីគ្រប់គ្រងបាល់តាំងពីតង់ទី1រហូតទៅដល់បាទពេញតង់តចប់តង់ Man U រៀងសង្គ្រោះបាល់បានច្រើនពិសេសអ្នកចាំទីហើយពិសេសខ្សែប្រយុទ្ធបាទសហការគ្នាបានល្អណាស់តួ Arsenal គ្រប់ទៅលើ Man U ច្រើនមែនបាទឱកាសបាល់ជ្រុងរបស់ Arsenal ច្រើនមែនប៉ុន្តែលទ្ធផលចុងក្រោយបញ្ចប់ក្នុងការប្រកួតនៅតង់ទី2ពេញបាទលទ្ធផលបានត្រឹមតែ2-3បាទ Man U ឈ្នះក្នុងការប្រកួតយប់មិញបាទសូមអបអរសាទរចំពោះ Manchester United សូមរក្សាទម្រង់លេងបែបនេះល្អណាស់បាទហើយ Arsenal បាទក៏ឈរនៅកម្ពុជាតារាងអង់គ្លេស Premier League ដែរបងប្អូនបាទហើយក៏ចាំមើលតាបន្ទុករបស់ Arsenal ទៅជាយ៉ាងណាទៀតបាទមានសុំសរសើរទៅលើបិសាចក្រហមការពីយប់មិញពិតជាសង្គ្រោះបាល់បានល្អណាស់បងប្អូនបាទឬក៏បងប្អូនចង់ចូលទៅក្នុងក្រុមបងបាល់របស់ admin គ្រាន់តែបងប្អូនចុចទៅលើ bio TikTok ឬក៏ description នៅលើ Facebook page បាទ admin ធ្វើគូតម្លាក់ជារៀងរាល់ថ្ងៃពិសេសតម្រុយគូបាល់នៅក្នុងក្រុមបងបាល់របស់ admin ផងដែរបងប្អូនបាទហើយក៏មានការ live បន្តផ្ទាល់ចេញពី admin សូបានផងដែរបងប្អូនបាទហើយយប់មិញ admin ក៏បាន live ក្នុងការប្រកួតបាទគូ Arsenal និងបិសាចក្រហម Manchester United ផងដែរបងប្អូនបាទតោះបើចង់បានព័ត៌មានថ្មីៗកុំភ្លេច follow like share ឲ្យ admin ម្នាក់មួយផងបងប្អូនបាទគូថ្មីៗ admin តម្លាក់ជូនជារៀងរាល់ថ្ងៃផងដែរអរគុណ